ตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะវៈតោរតោសម្មាសម្ពុទ្ធស្សៈខ្ញុំប្រកាសណាទូព្រះបង្គំសូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងចិត្តជ្រះថ្លាខ្ញុំប្រកាសណាទូព្រះបង្គំសូមក្រាបថ្វាយបង្គំចំពោះសម្ដេចសង្ឃរាជនិងសម្ដេចសង្ឃនាយកព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមនិងព្រះចៅអធិការគ្រប់វត្តសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទដោយសេចក្តីរាប់អានខ្ញុំប្រកាសណាថាភាប្រនាមណាំយោមកអានព្រះត្រៃបិដកនៅក្នុងព្រះវិន័យបិដកតសោតផ្សាយចេញអំពីវត្តភ្នំពេញថ្មីបន្តអំពីសិលមុននោះឯងស្រុកវ៉ាន់ជីមានអំណត់អត់បាយមនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេកមនុស្សណាដែលក្រលំបាកស្រាប់ក៏ដល់នៅសេចក្តីស្លាប់មានឆ្អឹងសដេដាស់លើផែនដីមនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដោស្រូវអង្គគេបានក៏មិនងាយនឹងទិញដោដែលលុះតែមានស្លាកជាទីសម្គាល់ទៅទិញដោបានជនទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេកលំដាប់នោះឯងសតនៈភិក្ខុដ៏មានអាយុមានសេចក្តីត្រាស់រិះដូចនេះថាក្នុងកាលឥឡូវនេះស្រុកវ៉ាន់ជីមានអំណត់អត់បាយមនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេកមនុស្សណាដែលក្រលំបាកស្រាប់ក៏ដល់នៅសេចក្តីស្លាប់មានឆ្អឹងសដែលដាស់លើផែនដីមនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដោស្រូវអង្គគេបានក៏មិនងាយនឹងទិញដោដែរលុះតែមានស្លាកជាទីសម្គាល់ទៅទិញដោបានជនទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេកញាតិទាំងឡាយរបស់អញមានច្រើនក្នុងក្រុងវេសាលីជាអ្នកស្ដុកស្ដំមានទ្រព្យច្រើនមានភោគៈច្រើនមានប្រាក់មាសច្រើនមានគ្រឿងឧបករណ៍ច្រើនមានទ្រព្យនិងស្រូវច្រើនបើដូច្នេះមានតែអាត្មាអញក៏បីចូលទៅអាស្រ័យនៅញាតិទាំងឡាយហើយនៅញាតិទាំងឡាយសោតអាស្រ័យនៅអាត្មាអញហើយនឹងបានឲ្យទាននឹងធ្វើបុណ្យភិក្ខុទាំងឡាយនឹងបានលៀបផងអាត្មាអញនឹងមិនលំបាកដោយបណ្ឌបាតផងទើបសតនភិក្ខុដ៏មានអាយុរៀបរាប់សេនាសនៈហើយកាន់យកបាតនឹងជីពោក្រុងវេសាលីក្នុងទិសណាក៏ជះចេញទៅក្នុងទិសនោះការដែលត្រាយទៅកាន់ចរិតដោយលំដាប់ក្នុងក្រុងវេសាលីនៅក្នុងទីណាក៏ចូលទៅក្នុងទីនោះមានដំណើរថាសតនភិក្ខុដ៏មានអាយុនៅក្នុងកោដាគាសាលាព្រៃមហាវ័នទៀបក្រុងវេសាលីនោះពួកញាតិសតនភិក្ខុដ៏មានអាយុបានឮថាសតនភិក្ខុជាកលន្តបុត្រមកដល់ក្រុងវេសាលីហើយពួកញាតិទាំងនោះក៏នាំនៅភោជនប្រមាណ60សម្រាប់ទៅប្រកេនសតនភិក្ខុដ៏មានអាយុលំដាប់នោះឯងសតនភិក្ខុដ៏មានអាយុចែកចាយសម្រាប់ប្រមាណ60ជាថាសនោះដល់ភិក្ខុទាំងឡាយហើយស្លៀកស្បង់ប្រដាប់ដោយបាតនិងជីពោក្នុងវេលាព្រឹកហើយចូលទៅកាន់លន្តក្រាមដើម្បីបណ្ឌបាតការដើរទៅដើម្បីបណ្ឌបាតតាមលំដាប់ផ្ទះក្នុងកលន្តក្រាមលំនៅនៃបិតារបស់ខ្លួននៅក្នុងទីណាចូលទៅក្នុងទីនោះក៏ក្នុងសម័យនោះឯងទាស័យរបស់ញាតិនៃសតនភិក្ខុដ៏មានអាយុមានប្រាថ្នាដើម្បីចោលនំកម៉ាស់មកប្អូនគ្រានោះសតនភិក្ខុដ៏មានអាយុនិយាយនឹងខ្ញុំស្រីរបស់ញាតិនោះថាមនាលនាងទាស័យបាននំនោះជារបស់ចោលហើយចូលនាងដាក់ក្នុងថាសក្នុងបាតអាត្មានេះវិញលំដាប់នោះខ្ញុំស្រីនៃញាតិរបស់សតនៈដ៏មានអាយុក៏ដាក់នំកម៉ាស់ប្អូននោះក្នុងបាតរបស់សតនៈហើយបានស្គាល់ជាក់នៅដៃជើងនិងសម្លេងរបស់សតនៈនោះច្បាស់វេលានោះមេត្តារបស់សតនៈដ៏មានអាយុនៅក្នុងទីណាខ្ញុំស្រីរបស់ញាតិនៃសតនៈដ៏មានអាយុក៏ចូលទៅក្នុងទីនោះលួសចូលទៅដល់ហើយក៏និយាយនឹងមេត្តារបស់សតនៈដ៏មានអាយុថាបបិទ្ធអ្នកម្ចាស់សូមអ្នកជ្រាបសតនៈជាអាយបុត្រនិមន្តមកដល់ហើយមេត្តារបស់សតនៈឆ្លើយថាណែហងបើហងឯងនិយាយពាក្យពិតមែនអញនឹងឲ្យហងឯងរួចជាសម័យនោះឯងសតនភិក្ខុដ៏មានអាយុក៏ឆាន់នំកម៉ាស់ប្អូននោះប្រອບចិញ្ចាំងសាលាមួយចំណែកឯបិតារបស់សតនៈមកពីធ្វើការងារវិញក៏បានឃើញនៅសតនៈកំពុងអង្គុយឆាន់នំកម៉ាស់ប្អូននោះប្រອບចិញ្ចាំងសាលាលុះឃើញហើយសតនភិក្ខុនៅក្នុងទីណាបិតានោះក៏ចូលទៅក្នុងទីនោះលុះចូលទៅដល់ហើយ
ក៏និយាយនឹងសតិនៈដ៏មានអាយុថាណែសតិនៈកូនយើងជាអ្នកមានទ្រព្យសម្បត្តិច្រើនថ្វីលោកមកឆាន់នំកម្មាស់ប្អូនវិញសតិនៈកូនគួរប្រាក់គួរតែលោកទៅផ្ទះរបស់ខ្លួនវិញសតិនៈភិក្ខុឆ្លើយថាបបិទ្ធកហបតីអាត្មាបានទៅឯផ្ទះញោមហើយនំកម្មាស់ប្អូននេះអាត្មាបានទៅពីផ្ទះញោមនោះមកលំដាប់នោះបិតាសតិនៈភិក្ខុក៏ចាប់កំពន់ដៃសតិនៈភិក្ខុហើយនិយាយនឹងសតិនៈថាសតិនកូនលោកចូលមកយើងនឹងទៅផ្ទះលំដាប់នោះលំនៅរបស់បិតាខ្លួននៅក្នុងទីណាសតិនដ៏មានអាយុក៏ចូលទៅក្នុងទីនោះលួសចូលទៅដល់ហើយក៏កង់លើអាសនៈដែលគេបានក្រាលប្រកេនបិតាក៏និយាយនឹងសតិនក្នុងពេលនោះថាសតិនកូនសូមលោកនិមន្តឆាន់ចង្ហាន់សតិនថ្លែងថាណាស់ហើយកហបតីថ្ងៃនេះអាត្មាភាពឆាន់រួចហើយបិតាឆ្លើយថាសតិនកូនសូមលោកកូននិមន្តទទួលចង្ហាន់ក្នុងថ្ងៃស្អែកសតិនភិក្ខុក៏ទទួលនិមន្តដោយតណ្ហិភាពសតិនភិក្ខុក៏ក្រោកចាស់អាសនៈហើយនិមន្តនៅក្នុងពេលនោះឯងលុះដល់វេលាព្រឹកឡើងមេដាសតិនភិក្ខុប្រើមនុស្សឲ្យបង្កប់ដោយអាចគោស្រះរួចឲ្យកកំណោទ្របពីលើគឺប្រាក់មួយកំណោមាសមួយកំណោជាកំណោធំលួសបរោះឈរខាងអាយមើលទៅបរោះឈរខាងនាយមិនឃើញបរោះឈរខាងនាយមើលបរោះចរខាងអាយមិនឃើញហើយឲ្យបិទបាំងកំណោទាំងពីរនោះដោយកន្ទេលឲ្យក្រាលអាសនៈຕົកត្រង់កណ្ដាលរួចឲ្យបាំងរនាំងជំវិញពីខាងក្រៅកំណោនោះហើយហៅស្រីជាគោពិមន្តរបស់សតិនៈដ៏មានអាយុមកបង្កប់ថាកូនស្រីបើដូច្នេះគ្រឿងប្រដាប់ណាដែលឯងស្អិតស្អាងហើយជាទីស្រឡាញ់ពេញចិត្តរបស់សតិនកូនអញត្រូវឯងស្អិតស្អាងគ្រឿងប្រដាប់នោះចោះស្រីជាគោពិមន្តរបស់សតិនៈដ៏មានអាយុក៏ទទួលពាក្យមេដារបស់សតិម៉ែចាស់អ្នកមេដាគ្រានោះសតិនដ៏មានអាយុស្លៀកស្បង់រួចកាន់យកបាតនិងជីពរក្នុងវេលាព្រឹកលំនៅបិតារបស់ខ្លួននៅត្រង់ទីណាចូលទៅត្រង់ទីនោះលួសចូលទៅដល់ហើយក៏កង់លើអាសនៈដែលគេក្រាតុកបំរុងលំដាប់នោះបិតារបស់សតិនៈដ៏មានអាយុសតិនដ៏មានអាយុនៅត្រង់ទីណាក៏ចូលទៅត្រង់ទីនោះលួសចូលទៅដល់ហើយបង្កប់ឲ្យអ្នកបំរើបើកគំណោទ្រពទាំងនោះហើយប្រាប់សតិនដ៏មានអាយុថាសតិនកូននេះជាទ្រព្យសម្បត្តិខាងដើមរបស់ខាងស្រីរបស់មេដាលោកនៅមានទ្រព្យសម្បត្តិធំខាងដើមរបស់បិតានិងមរតករបស់ជីដូនជីតាផ្សេងទៀតសតិនកូនបើលោកបានសឹកចេញជាក្រហមមកនឹងបានប្រើប្រាស់សម្បត្តិផងធ្វើបន់ទាំងឡាយផងសតិនកូនចូលលោកសឹកជាក្រហមមកហើយនឹងប្រើប្រាស់សម្បត្តិទាំងឡាយផងធ្វើបន់ឲ្យទានផងសតិនតបថាញោមអាត្មាមិនអាចនឹងសឹកបានទេព្រោះអាត្មាពេញចិត្តតែក្នុងការប្រព្រឹត្តព្រហ្មចារ្យធម៌បិតាសតិនដ៏មានអាយុនិយាយនឹងសតិនដ៏មានអាយុជាគម្រប់2ដងផងពេលជាគម្រប់3ដងផងថាសតិនកូននេះជាទ្រព្យសម្បត្តិដើមខាងស្រីរបស់មេដាលោកនៅមានទ្រព្យសម្បត្តិខាងដើមរបស់បិតានិងមរតកជីដូនជីតាផ្សេងទៀតសតិនកូនបើលោកបានសឹកចេញជាក្រហមមកនឹងគ្រប់គ្រងសម្បត្តិទាំងឡាយផងធ្វើបន់ឲ្យទានផងសតិនកូនចូលលោកសឹកជាក្រហមមកហើយគ្រប់គ្រងសម្បត្តិទាំងឡាយផងធ្វើបន់ឲ្យទានផងសតិនភិក្ខុតបថាកហបតីបើញោមអត់ទោសឲ្យអាត្មាភាពនឹងសូមជម្រាបញោមបន្តិចបិតាទទួលព្រមថាសតិនកូនចូលលោកនិយាយមកចោះមិនជាអ្វីទេសតិនភិក្ខុក៏ប្រាប់ថាកហបតីបើដូច្នេះញោមត្រូវបង្កប់មនុស្សឲ្យធ្វើករងធំហើយច្រកប្រាក់និងមាសឲ្យពេញរួចផ្ទុកដោយរទេះយកទៅចោលក្នុងកណ្ដាលនៃខ្សែទន្លេគង្គាហេតុអ្វីបានជាអាត្មាថាដូច្នេះកហបតីប្រថាទ្រពទាំងពួងគួរតែមានដល់អ្នកណាហើយសេចក្តីខ្លាចក្តីសេចក្តីតក់ស្លុតក្តីសេចក្តីព្រឺរោមក្តីការថែរក្សាតែមានដល់អ្នកនោះមិនខានព្រោះតែទ្រពទាំងនោះជាហេតុបើមានអ្នកយកមាសប្រាក់ទៅចោលទៅក្នុងខ្សែទឹកហើយសេចក្តីអន្តរាយមានភ័យជាដើមនោះក៏មិនមានដល់អ្នកឡើយការសតិនដ៏មានអាយុពោលយ៉ាងនេះហើយបិតារបស់សតិនដ៏មានអាយុមានសេចក្តីតោមនស្សតូចចិត្តថាហេតុអ្វីដូចម្ដេចបានជាលោកសតិនជាកូនពោលយ៉ាងនេះគ្រានោះបិតារបស់សតិនដ៏មានអាយុទៅហៅស្រីបុរាណទុតិយការបស់សតិនដ៏មានអាយុមកប្រាប់ថាណែនាងក្រមុំបើដូច្នេះនាងឯងជាទីស្រឡាញ់ពេញចិត្តរបស់សតិនកូនអញនាងធ្វើដូចម្ដេចនឹងឲ្យសតិនកូនអញធ្វើតាមពាក្យនាងឯងនោះគ្រានោះឯងស្រីបុរាណទុតិយការបស់សតិនដ៏មានអាយុបានប្រវាអោបជើងទាំងពីររបស់សតិនដ៏មានអាយុហើយបាននិយាយពាក្យនេះនឹងសតិនភិក្ខុថាបបិទ្ធអាយបុត្រ
លោកប្រព្រឹត្តប្រមចរិយធម៌ព្រោះហេតុនៃស្រីអប្សរទាំងឡាយណាស្រីអប្សរទាំងនោះមានត្រង់ត្រីប្រពៃដោយម្ដេចទៅសតនភិក្ខុឆ្លើយថាណែប្អូនស្រីអាត្មាមិនបានប្រព្រឹត្តប្រមចរិយធម៌ដើម្បីស្រីអប្សរទាំងនោះទេវេលានោះស្រីបរានទុតិយការរបស់សតនភិក្ខុក៏នឹកតមនោតចិត្តថាតាំងពីថ្ងៃនេះទៅហេតុលោកសតនអាយបុត្រគ្រាន់តែហៅអញជាប្អូនស្រីប៉ុណ្ណោះទេដូច្នេះហើយក៏ជ្រប់ដួលដីក្នុងទីនោះឯងគ្រានោះសតនដ៏មានអាយុទៅនិយាយពាក្យនេះនឹងបិតាកហបតីបញ្ញោមមានភោជនគួរឲ្យទានអាត្មាបានសូមញោមឲ្យទានមកចោះកុំធ្វើឲ្យអាត្មាលំបាកពេកឡើយបិតាសតនឆ្លើយថាសតនកូនភោជនអាហារនោះសូមលោកនិមន្តឆាន់ចោះវេលានោះបិតារបស់សតនដ៏មានអាយុបានចាត់ចែងអាហារដ៏ឆ្ងាញ់ពិសាឲ្យសតនភិក្ខុដ៏មានអាយុឆាន់ដោយដៃខ្លួនឯងផ្ទាល់សម័យនោះឯងមេដារបស់សតនដ៏មានអាយុបាននិយាយនឹងសតនភិក្ខុនៅវេលាឆាន់រួចហើយលែងលុកដៃទៅក្នុងបាតហើយថាណែសតិនកូនត្រកូលនេះស្ដុកស្ដំមានទ្រព្យច្រើនមានភោគៈច្រើនមានមាសប្រាក់បរិបូរមានគ្រឿងឧបបរិភោគមានស្រូវអង្ករបរិបូរណែសតិនកូនសូមលោកនិមន្តសក្ជាក្រហមមកនឹងបានប្រើប្រាស់នៅទ្រព្យសម្បត្តិទាំងឡាយផងធ្វើបន់ឲ្យទានផងសតិនកូនសូមលោកនិមន្តសក្ចេញជាក្រហមមកហើយឲ្យចាយវេននៅទ្រព្យសម្បត្តិទាំងឡាយធ្វើបន់ឲ្យទានចោះភិក្ខុឆ្លើយថាញោមអាត្មាមិនអាចសឹកធ្វើឲ្យយ៉ាងនេះទេអាត្មាត្រេកអរចំពោះតែត្រង់ប្រព្រឹត្តប្រមចរិយធម៌យ៉ាងមេត្តារបស់សតនភិក្ខុដ៏មានអាយុបាននិយាយពាក្យនេះនឹងសតនភិក្ខុដ៏មានអាយុជាគម្រប់2ដងជាគម្រប់3ដងសតនភិក្ខុត្រកូលនេះស្ដុកស្ដំមានទ្រព្យច្រើនមានភោគៈច្រើនមានមាសប្រាក់បរិបូរមានគ្រឿងឧបករណ៍បរិបូរមានស្រូវអង្ករបរិបូរសតិនកូនបើដូច្នេះសូមលោកអាណិតគ្រាន់តែឲ្យពូជបន្តិចចោះកុំឲ្យពួកស្ដេចលិចវីមករឹបអស់យកទ្រព្យសម្បត្តិជារបស់យើងដែលជាត្រកូលឥតកូននោះឡើយសតិនភិក្ខុឆ្លើយថាញោមបើគ្រាន់តែធ្វើកិច្ចប៉ុណ្ណេះអាត្មាអាចធ្វើឲ្យបានមេដាសតិនសុថាសតិនឥឡូវនេះលោកគង់នៅឯណាសតិនភិក្ខុតបថាញោមអាត្មានៅក្នុងព្រៃមហាវ័នគ្រានោះឯងសតិនភិក្ខុដ៏មានអាយុក៏ក្រោកចាស់អាសនៈដើរចេញទៅករណីអាត្មាភាពព្រះនាមណាំយោបានចូលរួមអានព្រះវិន័យបិដកបរាជកម្មសិក្ខាបទទី1អំពីសតិនភិក្ខុឲ្យពូជបញ្ចប់តែប៉ុណ្ណេះឯងសូមប្រកាសណាជាម្ចាស់គ្រប់ព្រះអង្គហើយនឹងញាតិញោមពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីទាំងអស់រងចាំការស្ដាប់នៅសិលក្រោយទៀតសូមក្រាបថ្វាយបង្គំលានិងសូមចម្រើនពរលា